ជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាល្ងាចនេះសូរិនមកជួយការងារផ្ទះទៀតហើយគឺល្ងាចឡើងហ្នឹងដោយសារឃើញម៉ាក់ជាប់ភ្ញៀវផាត់មុខធ្វើសក់អញ្ចឹងហើយអត់មានអ្នករៀបតូបកន្លែងលក់កាហ្វេហ្នឹងទេគឺសូរិនអ្នករៀបចំបិទតូបគាត់រៀបចំដាក់អីវ៉ាន់ចូលទុកដាក់តាមលំដាប់លំដោយតាមដែលធ្លាប់ដាក់រាល់ដងនិយាយទៅអត់បានជួយការងារអីក៏បានជួយការងារបិទតូបល្ងាចឡើងដែរបិទតែរៀងល្អូច្រើនតិចប៉ុន្តែការងារហ្នឹងតែល្ងាចឡើងឃើញនៅអត់ទាន់រៀបគឺគាត់ជួយរៀបទុកដាក់ឯងហើយនិយាយទៅរៀងខ្ជិលដែរប៉ុន្តែបើការងារមួយហ្នឹងអត់ខ្ជិលទេគ្រាន់តែប្រាប់គឺគាត់ស្ទុះស្ទាហ្មងតែបើថាការងារផ្សេងអត់ងាយទេរៀបបដានឹងមើលលិចមើលកើតបដាតាមក៏ពិតយប់ហើយអស់មនុស្សហើយតែនៅមើលលិចមើលកើតគាត់រៀបលឿនដែរតែមួយផ្លែតទេគឺរៀបទុកដាក់ចិត្តអស់ហើយរៀបចំទុកដាក់ឲ្យតែនឹកឃើញទឹកដោះគោស្រស់ត្រូវដាក់ក្លាសេហើយវ៉ៃវ៉ាន់ដែលត្រូវដាក់ពីលើធុងគម្របធុងគឺគាត់រៀបដាក់តាមក្រោយតាមលំដាប់លំដោយហើយដាក់អត់ចូលជាមួយវត្ថុវិធីដាក់ឲ្យចូលគាត់ចេះនឹកឃើញរៀបបដានៅសល់គ្រឿងក្រៀមដោះចុះដោះឡើងប្រហែលជាដោះអត់បានទេព្រោះអីគាត់ធាងទៀបដោះអត់ដល់ចើតប៉ុណ្ណឹងហើយនៅតែអត់ដល់ទៀតគេហៅជំនួយកាយគឺយកកៅអីមកដាក់ដើម្បីដោះបន្ទាប់ពីដាក់កៅអីឡើងហើយគឺមិនត្រឹមតែឡើងលើកៅអីទេគឺឡើងលើតុតែម្ដងដោះចុះដោះឡើងតែនៅតែតាក់ចុះតាក់ឡើងហ្នឹងតាក់ចុះតាក់ឡើងតែយ៉ាងណាក៏គាត់នៅតែព្យាយាមដោះឲ្យអត់ទុកចោលទេទៅពីគាត់ដោះអស់ហើយគាត់នឹងរៀបចំទុកដើម្បីយកទៅដាក់ក្នុង